ខុសសំចោតគ្នាដោយអាបត្តិតតែមានមូលហើយទៅចោតគេដោយអាបត្តិអត់មានមូលវាត្រូវអាបត្តិខ្លួនឯងវិញឥឡូវដូចខ្ញុំកណាខ្ញុំចោតព្រះអង្គម្ចាស់ថាបរាជិករមូលសិនណាជំនុំវិន័យធរហេតុរផលគ្នាសិនបានតែចោតទៅបានហើយបើនឹកឃើញចោតនឹកឃើញចោតទេអាហ្នឹងទោសក៏បានមកខ្លួនឯងវិញអានេះអញ្ចឹងណាព្រោះតឡាការដូចគ្នាដែរកាត់ក្តីវាតទៅរហេតុរផលសិនចេះតែចោតទៅអាហ្នឹងចោលកើតអ្នកល្អកើតចោលហើយហ្នឹងអញ្ចឹងអារឿងល្អយើងនាំគ្នាមើលទៅដូចវត្តព្រះអង្គម្ចាស់ធម្មអលង្ការោច័ន្ទសជនព្រះអង្គម្ចាស់ជួនកកដាអីឃើញតែព្រះអង្គចិញ្ចឹមលោកនេនចឹងណាបានរៀនបានសូត្រយើងធ្វើមិនដូចលោកទេយើងចិញ្ចឹមតែកូន3 4 5ហ្នឹងវេទនាផងឲ្យលោកចិញ្ចឹមកូនច្រើនណាហើយសម្ដេចព្រះសង្ឃគ្រប់ព្រះអង្គដោយសម្ដេចព្រះពោធិវាំងអីចិញ្ចឹមទាំងបាយទាំងទឹកទាំងស្នាក់នៅទាំងធ្វើដំណើរអីចឹងវត្តរាជបូសម្ដេចព្រះព្រំរតនមនីអីព្រះអង្គក៏ចិញ្ចឹមភិក្ខុសង្ឃបង្កើតពុទ្ធកៈវិទ្យាល័យព្រះសង្ឃបានរៀនច្រើនណាស់ដោយសារសំណាក់ព្រះសង្ឃហ្នឹងឯងហើយបើលោកចេះដឹងទៅលោកបួសក៏ចម្រើនក្នុងព្រះសាសនាហើយលោកសឹកទៅវិញក៏លោកចម្រើនក្នុងសង្គមជាតិដែរនឹងអញ្ចឹងមិនមែនតែវត្តនឹង2 3ហ្នឹងទេវត្តក្នុងស្រុកខ្មែរច្រើនណាស់ដែលជួយដូចខាងបាត់ដំបងអីសឹកតែវត្តកំផែងវត្តផ្សេងទៀតសឹកតែកន្លែងរៀនសូត្រនឹងជាគុណតម្លៃរបស់ព្រះសង្ឃយើងមិនគំនាំគ្នាមើលទៅមិនគំនាំគ្នាសរសើរទៅលើកមកវែកញែកទៅដើម្បីឲ្យវាភាពល្អណាស់វាកាន់តែខ្ជរខ្ចាយខ្ទរខ្ទាហ្នឹងអញ្ចឹងហើយតែយើងរួបរวมសាមគ្គីគ្នាមកអរិយធម៌វប្បធម៌ក៏គង់វង្សប្រពៃណីទំនៀមទម្លាប់ក៏គង់វង្សភាពត្រចះត្រចង់នៃសង្គមជាតិនិងសង្គមសាសនាក៏ត្រចះត្រចង់ដែររឿងទាំងអស់នោះបានមកពីកម្លាំងសាមគ្គីនឹងដដែលទេមានប្រពន្ធនឹងចាស់លោកម្ចាស់ពុទ្ធព្រះអង្គប៉ុណ្ណាគុណម្ចាស់ដែលសារពេលវេលាម៉ោង11ជាងទៅហើយខ្ញុំបកណាខ្ញុំក៏មិនលើកយកវែងឆ្ងាយអីទៅទៀតឲ្យលើសពីនេះសូមលើកយកកងការមហាកុសលដែលកើតឡើងពីធម្មទានបានជាប្រយោជន៍នៃធម្មកថានេះញ៉ាំងជាអរិយសម្បត្តិទុកដល់បុគ្គលណាគុណម្ចាស់គ្រប់ព្រះអង្គក្នុងអនាគតសូមឲ្យបានទាន់នៅព្រះដែលមានពភៈអង្គណាមួយស្ដាប់ពធព្រះអង្គត្រឹមមួយបាតមួយគាថាបានជាបច្ច័យរួចចាក់ទុកមួយចំណែកទៀតសូមបានសម្រេចដល់ពួកទេវតាអមនុស្សទាំងឡាយសពសត្វទាំងឡាយជាអ្នកប្រាថ្នានៅបុណ្យសូមឲ្យលោកទាំងឡាយបានអនុមោទនានៃចំណែកនៃបុណ្យនោះចុះមួយចំណែកទៀតសូមបានទៅដល់ពពួកញាតិទាំងឡាយក្នុងសង្សារវដ្តសូមញាតិទាំងឡាយបានដល់នៅសេចក្តីសុខចុះហើយយ៉ាងធម្មទេសនំទេសសាមីនៃធម្មពិសេសទេសនាដែលសម្ដែងដោយខ្ញុំបកណាអាត្មាភាពក៏សន្មតតែចប់តែប៉ុណ្ណេះឯងអេវ៉ាំងសាធុសាធុ